ទេសនៈវិស័យរបស់យើងអត់ចង់រកលុយអ្នកដែលវិនិយោគបន្ថែមគឺមានធនាគារអញ្ចឹងសម្រាប់ធនាគារហ្នឹងគឺគេត្រូវការទ្រព្យសម្បត្តិរបស់យើងអញ្ចឹងដោយសារទ្រព្យសម្បត្តិរបស់ខ្ញុំវាតិចតួចវាអត់សូវមានអញ្ចឹងអាហ្នឹងគឺយើងខ្ចីបានតិចមកប៉ុន្តែខ្ញុំមានក្បួនសម្រាប់នៃការខ្ចីអញ្ចឹងមានន័យថាខ្ចីហើយទោះបីតិចក៏ដោយច្រើនក៏ដោយប៉ុន្តែយើងព្យាយាមសងគេឲ្យទៀងទាត់ទៅអញ្ចឹងវាជាឱកាសមួយដែលយើងអាចខ្ចីគេថែមហើយចុងក្រោយទ្រព្យសម្បត្តិខ្ញុំមានផ្ទះមួយល្វែងដែលដាក់ទៅដំបូងគេឲ្យ 3000 រហូតដល់គេឲ្យរហូតដល់ 30000 ផ្ទះដដែលស្អីដដែលប៉ុន្តែដោយសារអា cash flow អាលុយសម្រាប់យើងប្រើប្រាស់ហ្នឹងយើងប្រើតែធនាគារហ្នឹងតែម្ដងយើងតាំងចិត្តថាចង់ប្រើធនាគារហ្នឹងតាំងសេវាកម្មបើកប្រាក់ខែដាក់លុយចេញចូលអីទាំងអស់យើងប្រើធនាគារហ្នឹងតែម្ដងអញ្ចឹងថ្ងៃក្រោយទៅគឺយកអាហ្នឹងយកទៅដាក់ទៅមើលទៅគេថាអូគាត់ទៀងទាត់គាត់អីអញ្ចឹងយើងគាត់ផ្ដល់ឱកាសឲ្យយើងក្រោយមកគាត់យើងចេះបរិយាខ្លួនបានតិចមានទ្រព្យសម្បត្តិច្រើនឥឡូវខ្ចីដល់វល់លៀនដែរ